Ok, số xây từng ọc này chẳng ngày đi đây nhưng mà cho nó Snoopy để kia dân commentនៅ video mà sao mình đang xua nhóm tha tí môi sáng để chi màu nó còn nằm ở màu nó off của man tí pi xua nhóm về còn ba nhà mà tô muối ta lại man ô đâu bò bồn dân đừng cào ơi ô sao bò bồn chẳng nhóm ở ngày nay nhóm xua tha mà tô muối ta lại của man nhóm mình slide hay sang man nhóm mình slide chẳng chập bắt đầu từng ọc này riêng rồi mà tô đi từ Ok, chẳngចាប់ផ្ដើមពីម៉ូតូនេះមួយម៉ូតូនេះគឺ BMW 02 អញ្ចឹង02តម្លៃវាទូទៅក្នុងហាងឆេងឥឡូវហ្នឹងគឺពីពុនពេញឆ្នាំពេញទាំងអស់ហ្មងគឺ 8000 ទៅ 9000 គឺយើងទិញបាន02 G ហើយបន្ទាប់មកដល់អានេះ CBR 650អានេះខ្ញុំអត់ដឹងតម្លៃវាច្បាស់ទេថាម៉ូតូហ្នឹងតម្លៃប៉ុន្មានប៉ុន្តែសម្រាប់ពីរគ្រឿងនេះគឺ BM i1000RR អានេះគឺ02021ហ្នឹងគឺ30,000ហើយទាំងគ្រឿងលេងហ្នឹងអីគឺ30,000ជាងហើយអានេះហើយគាត់លេងប្រាំងដៃគាត់លេងតាំងពីអាស្លាបនេះគាត់លេងនិយាយទៅគាត់លេងតាំងពីអាកប៉ែនអានេះអ្នកទាំងអស់គ្នាឆ្ងល់អ្នកខ្លះឆ្ងល់ថាហ្នឹងអីគេអាហ្នឹងគឺជួយឲ្យខ្យល់ណាជួយឲ្យខ្យល់នេះខ្ញុំឲ្យមើលឲ្យច្បាស់តិចជួយឲ្យខ្យល់ចូលមកដល់កន្លែងថាសប្រាំងនេះពេលដែលចូលដល់ថាសប្រាំងហ្នឹងទៅយើងចាប់ប្រាំងគឺអត់សូវក្តៅអញ្ចឹងមកន័យថាប្រាំងយើងចាប់ទៅវាស្អិតល្អបានយូរពេលយើងជិះផ្លូវឆ្ងាយហើយហ្នឹងហើយគាត់លេងតែមអីគឺស្អាតមែនតើគាត់លេងតាំងពីកម្មតាំងពីស៊ីម៉ាំងតាំងពីកែបគឺកបោនសតហ្មងម៉ូតូនេះបន្ទាប់មកចូលដល់អានេះគឺ021ហ្នឹងក៏តម្លៃវាល្បាក់30,000ជាងអីហ្នឹងដូចគ្នាគឺប៉ុណ្្នឹងហើយសម្រាប់ពួកនេះម៉ូតូនេះសម្រាប់ CB នេះគឺវាធូរថ្លៃទេយើងកាន់តែ 3000 4000នេះទិញបានជាហើយសម្រាប់ R1 នេះអានេះគឺបោះខ្ញុំហ្មងម៉ូតូនេះគឺខ្ញុំទិញក្រាស់ពុនហើយម៉ូតូនេះ8000គីឡូទេហើយអ្នកនរគ្នាឃើញគឺដៃយើងនៅស្អាតខ្លាំងមែនតើម៉ូតូនេះហើយអញ្ចឹងម៉ូតូនេះខ្ញុំទិញតម្លៃ8000គាត់វាអត់ដល់8000គាត់វា7900ក្រាស់អញ្ចឹងខ្ញុំប្រកួតជើង8000ប្រហើយទៅហើយបន្តមកអានេះ BMW អានេះក៏គាត់លេងកបោនច្រើនដែរអញ្ចឹងគ្រាន់តែតម្លៃទូទៅហាងឆេងហ្មងគឺ 12000 ទៅ 13000 បានទិញអានេះបានអាចលោតដល់ 14000 មកម៉ូតូស្អាតខ្លាំងវាអាចដល់ 15000 អីដូចគ្នាហើយបន្តមកអានេះគឺ ZX6R អញ្ចឹង ZX6R នេះដែរការយើងកាន់ត្រឹម8000ទៅ 9000អានេះគឺ019ណាអ្នកទាំងអស់គ្នាខ្ញុំស្រឡាញ់ ZX6R នឹងខ្លាំងដោយសារអីដោយសារអ្នកទាំងអស់គ្នាមើលគូតវាស្អាតមែនតើមើលទៅ sexy ខ្លាំងហ្មងម៉ូតូនេះសម្រាប់អ្នកដែលមៀតល្មមគឺទិញជីអីគឺអូខេហើយម៉ូតូនេះដែរនិយាយទៅដូចខ្ញុំបញ្ជាក់ថា8000ទៅ 9000ជាងហ្នឹងគឺទិញបានជីហើយបន្ទាប់មកចូលដល់ម៉ូតូនេះគឺ CBR 1000RR 2019អញ្ចឹងម៉ូតូនេះ2019ដែរក៏តម្លៃក៏វា 10000 ជាងនឹងដូចគ្នាហើយអានេះគឺ CBR សម្រាប់ fan CBR គឺត្រូវហើយគាត់លេងតែមកគឺស្អាតមែនតើតែដូចជាគាត់អ៊ុតនៅនេះនៅ SPN ហើយបន្ទាប់មកអានេះគឺ2020ដូចគ្នាហើយហ្នឹងហើយតម្លៃគឺវា 30,000 ជាងហើយព្រោះនេះវាថ្លៃមែនតើព្រោះដោយសារតែវាតំចេញហើយទំនើបដោយសារពុននៅស្រុកខ្មែរយើងរៀងថ្លៃអញ្ចឹងទៅក៏អានេះធ្វើឲ្យម៉ូតូហ្នឹងវាតែថ្លៃថែមម្ដងទៀតព្រោះពុនអានេះវា 10000 ជាងបាត់អីហ្នឹងហើយបន្ទាប់មកអានេះគឺ2010ខ្ញុំអត់ច្បាស់នេះបើមិន15 16ទេណានេះអញ្ចឹងអាហ្នឹងក៏តម្លៃប៉ុណ្ណឹងដូចគ្នាហើយវាល្បាក់ 12000ហ្នឹងហើយបន្ទាប់អានេះគឺ Z250 ម៉ាស៊ីន4អានេះក៏វារៀងថ្លៃដែរវាចូល 8-9000 ហ្នឹងឯងអានេះខ្ញុំអត់ច្បាស់ណាអានេះហ៎បងម៉ូតូហ្នឹងតម្លៃប៉ុន្មាន9000ជាងអញ្ចឹង2000មែន2021គឺម៉ូតូតំចេញទេហើយ2021ដល់អ្នកទាំងអស់គ្នាឃើញហើយគាត់ដោយសារតែគាត់ជាងម៉ូតូអញ្ចឹងគាត់លេងខ្សៅទីធានាមលេងអីបានស្អាតមែនតើអូខេអញ្ចឹងសរុបមកវិញសួរថាតើម៉ូតូស៊ីសាំងអស់ប៉ុន្មានអានេះមកដល់ស៊ីអស់ប៉ុន្មាន6-10 លីត្រអានេះស៊ីតិចជាងគេដោយសារកម្លាំងតិចហើយបើមិនសិន BM អីចាក់ត្រឹម30រៀលបានន័យថា30លីត្រមកដល់ហើយបានជីលេងបានតិចតួចទៀតពួក BM ណាហើយពួក CBR ស៊ីហិតតិចយ៉ាងហ្នឹងបើ ZX6 វាស៊ីតិចយ៉ាងហ្នឹងអ្វីដែរធ្ងន់ធ្ងរខ្លាំងជាងគេហ្នឹងគឺម៉ូតូខ្ញុំណាអ្នកនរគ្នាឲ្យតែពួក Series R1 គឺស៊ីសាំងខ្លាំងមែនតើអញ្ចឹងម៉ូតូនេះមកពីពេញមកដល់សៀមរាបគឺស៊ីអស់$40ដាច់ប៉ាត់តែម្ដងប៉ាត់អត់មានសល់អីទេច្រាស់តែម្ដងហើយមកដល់គ្រាន់តែខ្ញុំជិះលេងជុំវិញសៀមរាបមួយថ្ងៃហ្នឹងតុំតែចាក់ព្រឹកមិញអស់10លីត្រទៀតអញ្ចឹងគ្រាន់តែមកហ្នឹងអត់ទាន់បានទៅវិញទេគឺ50រៀលដាច់ប៉ាត់បាត់ហើយចំពោះពួក BM នេះស៊ីហ្មងអត់ដឹងទេនេះវានឹងស៊ីដែរណាស៊ីដែរហ្នឹងហើយគឺតម្លៃស៊ី BM និយាយញ៉ាំណានេះ50រៀលហើយអាហ្នឹង
អូឆែ បាទនេះញ៉ាំវាតិចតិចអីอะไร ហ្នឹងហើយហើយអ្នកទាំងអស់គ្នាឆ្ងល់ថាហេតុអីបានអានេះស៊ីសាំងម៉េះអញ្ចឹងខ្ញុំប្រាប់ហេតុផលមួយដែលហេតុអី R1 ស៊ីសាំងមិនដោយសារតាម៉ូតូហ្នឹងគឺវាស្ទុះកន្ត្រាក់ខ្លាំងមែនតើអញ្ចឹងទៅដែលR1 ហ្នឹងទៅខូចខលដល់ពេលអញ្ចឹងទៅវាចង់និយាយថាញ៉ែគេហៅថាហ្នឹងគេបាបកម្មដែរអញ្ចឹងណាធ្វើស្អីអត់បានម៉ូតូបានតែស៊ីសាំងវាច្រើនដល់វាអស់លុយវាខូចពេកហើយអ្នកទីហ្នឹងក៏វាខូចដែរអើយចេះអញ្ចឹងណាបាទគាត់ជិះម៉ូតូខ្ញុំសាកលេងអញ្ចឹងណាគាត់អត់ផ្សោះគាត់ឲ្យគាត់ជិះលេងទៅម៉ូតូហ្នឹងវាស្ទុះខ្លាំងចំណាប់អារម្មណ៍ពេលដែលសារ R1 ហើយអូខេអូចិត្តចង់ដឹងថាមិនបានវាស៊ីសាំងវាchẳng phải tha vì xi xăng của vì tam này là cầm lăng bọc vì đây vì cái chuột đó đó cái chuột khăng à này bạn tốt bạn cái tha bảo bạ chứ là nhung đôi chả bảo bạ chứ chuột chuột vì tha vì cầm lăng bọc vì đôi dương cái đôi dương miền thông cái này nhụy ban không và hay ăn thạ bây giờ O1 thằng con bị bắt về miền Pí chẳng nhung vậy bị ăn thạ bây giờ muốn cứ việc stop vào đây tha ca bọt bài thằng ca kịch ấy cứ việc là trường muốn trường mà tô cả lăng màu móm hay bàn tay con bị bắt thông cứ chương anh ai tìm một BM ban tê được xa ta prang BMW nó cứ prang viên lọ chiếng hay miền ai ban đây ra bọc quan rồi BMW viên lọ chiếng hay mốt còn tận hợp chiêng miền traction miền ấy tròn chiêng chẳng ban đây tha bờ sân chỉ dương trăng chi thầm tầm mà thò mà đa ao tại chi tầm mốc hay lướn quan từ tay bờ sân chỉ dương trăng tầm tu ban phim tầm nước cứ anh ấy hay bàn tay bờ sân chỉ dương trăng chi srul thầm tầm mà srul ấy màu móm mà srul chi R1 ក៏ស្រួលជីដែរប៉ុន្តែម៉ូតូនេះដែរគឺខ្ញុំឲ្យ advice មួយគឺកុំចេះតែទិញតាមចង់ដោយសារអីម៉ូតូនេះគឺពិបាកមើលមែនតើហើយបើសិនជាយើងទិញបានម៉ូតូដែលប្រើប្រាស់នៅស្រុកខ្មែរគេប្រើអត់ថែទេអ្នកទាំងអស់គ្នាចប់ហើយគឺពេលដែលក្តៅគឺដេអត់ឆេះទេគឺបញ្ហា R1 ខ្លាំងគេអានឹងអញ្ចឹងគួរប្រយ័ត្នមែនតើហើយអញ្ចឹងបានខ្ញុំសម្រេចចិត្តថាយកម៉ូតូនេះដោយសារម៉ូតូនេះវាតម្លាក់ពីកុងតឺន័រមកបាន4ថ្ងៃខ្ញុំយកហ្នឹងបាយជាថាមានទេបងនេះហ៎អីគេកាត់ស៊ូហោះហើយ interaction ហោះហ្នឹងហើយទាំងអស់គ្នាអញ្ចឹងដូចខ្ញុំបញ្ជាក់ហ្នឹងថា R1 គឺស៊ីសាំងដោយសារតែវាស្ទុះខ្លាំងមែនតើហើយអាហ្នឹងខ្ញុំវាមូតវាមាន3ទៀត B standard A standard ហ្នឹងគឺនៅកណ្ដាល B ហ្នឹងក្រោមគេបានតែអត់សូវស្ទុះហើយបើ A ហ្នឹងគឺខ្ញុំអត់សូវហ៊ានជិះទេដោយសារវាពិបាក control ពេកមូលទៅមូលហៅក្បាលយកហ្មងនោះបាត់ជិះមកវិញទៀតហើយនោះមើលឥឡូវអ្នកទាំងអស់គ្នាចង់ដឹងច្បាស់ជាមួយពេលដែលគាត់មកវិញខ្ញុំនឹងសួរអារម្មណ៍គាត់ថាទៅបាត់ថាមិនតន់សួរអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមកអង្គុយកាហ្វេជុំគ្នាបងគាត់នៅខាងលើនៅហាងកាហ្វេណាត់កាហ្វេនេះអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺណាត់កាហ្វេហាងគាត់មានលក់ហ្វឺមានអីអញ្ចឹងទៅអត់ប្រម៉ូទទេគ្រាន់ថាបើសិនជាអ្នកមកស៊ីម្រាបអីចង់អង្គុយកន្លែងមើលទៅបរិយាកាសវាស្អាតអញ្ចឹងអីអាចមកលេងកន្លែងគាត់បានដែរហើយតម្លៃធូរកាហ្វេ6000អីហ្នឹងហើយហ្វឺអីម៉មហ្នឹងហើយហ្នឹងហើយចំពោះខ្ញុំនៅតែនិយាយចឹងចំពោះការជិះម៉ូតូគឺយើងសំខាន់បំផុតគឺសុវត្ថិភាពតាមផ្លូវអញ្ចឹងត្រូវយើងហេតុអីបានអ្នកទាំងអស់គ្នាសួរថាពួកខ្ញុំពាក់មួកថ្លៃអ្នកទាំងអស់គ្នាមិនឆ្ងល់ហេតុអីបានពាក់មួកថ្លៃទេខ្ញុំឲ្យតម្លៃលើក្បាលខ្លួនឯងថ្លៃជាងមួកហ្នឹងអញ្ចឹងមិនពាក់មួកថ្លៃហើយចំពោះកាតាបនេះដែរកាតាបនេះគឺវាមានអត្ថប្រយោជន៍ច្រើនតែអ្នកទាំងអស់គ្នាដោយសារតែកាតាបនេះវាជួយការពារខ្នងបើមិនជាយើងដួលយើងប៉ះពាក្យអីវាការពារខ្នងយើងបានដោយអ្នកទាំងអស់គ្នាឃើញអញ្ចឹងគេមាន guarantee ឲ្យហ្មងថាការពារការប៉ះទង្គិចបានរហូតដល់ 93% 93% impact reduction អញ្ចឹងហើយកតាបហ្នឹងគឺពាក់មានប៉ុងពីក្រោយគឺមានអារម្មណ៍ថា comfy ពាក់មែនតើខ្ញុំពាក់ជិះមកអត់មានចុកខ្នងចុកអីទេវាមានខ្យល់ចេញចូលល្អមែនតើហើយស្បែកគឺធ្វើឲ្យនិយាយទៅគឺវា fit មួយយើងអ្នកជិះម៉ូតូគឺវា fit 100% ហ្មងសម្រាប់កតាបហ្នឹងហើយពាក់ទៅឃើញមើលពីក្រោយទៅ sexy ទៀតអើយ I really like it ហើយណាត់កាហ្វេហ្នឹងដែរណាត់កាហ្វេផ្លូវនៅណាអ៊ំផ្លូវមុខវត្តថ្មីបើគេជិះពីណាមកស្រួលប្រាប់ពីខាងមុខនេះពីមុខហ្នឹងនៅណាមកផ្លូវជាតិលេខ6ហ្នឹងហើយឥឡូវចុះផ្លូវជាតិលេខ6មកដល់កន្លែងអីកន្លែងគេអុយធូបហ៎ឈ្មោះអីគេហ្នឹងហើយព្រះអង្គជ័យព្រះអង្គចំហើយបន្ទាប់មកជិះតាមណាទៀតជីតាមសុខខាតបមកពេទ្យកុមារ
มาได้ชีตรองเมาส์ดอมุกสลาเรียนกระดูกกระซอ តស្លារៀងរូបសោ อะไรปรำปราย ប្រៃប្រៃបាត់ស្ដាំ กดสด ហើយឃើញ ำนัดกาแฟ ណាត់កាហ្វេនៅខាងស្ដាំដៃហើយហ្នឹងហើយអ្នកនរគ្នាឃើញគឺកន្លែងគាត់ស្អាតមែនតើហើយមកថ្ងៃនេះថ្ងៃអ៊ំទូផងហើយផ្លូវនេះគឺដែរគឺអត់មានសូវណាឆ្លងកាត់បានន័យថាយើងមកអង្គុយយើងស្រឡះយើងទទួលបានអារម្មណ៍បែបអ្នកសៀមរាប